អូខេជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកឆែកចែកការឃើញចំណុចល្អមួយហើយចង់ចែកជូនបងប្អូនចំណុចល្អនោះគឺពាក់ព័ន្ធទៅលើកបាំងបងប្អូនខ្ញុំចង់ឲ្យបងប្អូនទស្សនាទៅលើកបាំងអូខេអញ្ចឹងកបាំងសម្រាប់បងប្អូនដែលជាដៃថ្មីលោកជាដៃថ្មីសម្រាប់ដៃថ្មីទេហើយបើសិនជាបងប្អូនដែលដែរគាត់មានជំនាញបទពិសោធន៍នៅកស៊ូហើយអានឹងអាចអស់រំលងបានទៅលើវីដេអូហ្នឹងខ្ញុំឃើញចំណុចនេះមួយល្អកបាំងកាលណាគាត់វាយបានល្អវាយបានប្រឆិតល្អអញ្ចឹងទី1គឺការហូរទឹកហ្នឹងវាច្រោះផុតនៃមុខជ័ររបស់យើងមុខជ័របានមុខជ័រកន្លែងហ្នឹងយើងកັບកបាំងបានប៉ុណ្ណឹងអញ្ចឹងវាហូរផុតហូរច្រោះហើយអញ្ចឹងអលឹមឬក៏ភ្លៀងល្មមគឺយើងអាចការពារបានតែបើភ្លៀងសាច់អាហ្នឹងសូមអត់ជជែកព្រោះកាលណាភ្លៀងសាច់កុំថាឡើយកបាំងសំបីតែផ្ទះក៏ស្តាក់ចូលក្នុងផ្ទះដែរមិនអញ្ចឹងណាបងប្អូនកន្លែងនេះអញ្ចឹងទី1គឺការវាយកបាំងប្រឆិតបានល្អពីកប៉ាងល្អអញ្ចឹងកាលណាតែកំតិចឈើធ្លាក់ចុះមកបូករួមជាមួយទឹកវានឹងជះផុតអញ្ចឹងបើកបាំងហ្នឹងវាកឹបទៅរៀងអប់អញ្ចេះប្រកបណាស់ស្លឹកឈើទើកន្លែងហ្នឹងដីមកក៏ទើកន្លែងហ្នឹងកំតិចអីក៏ទើកន្លែងហ្នឹងអញ្ចឹងសម្ោចឬក៏សัตว์ជាប្រភេទសត្វរៃគាត់នឹងពូនកាត់កតោបធ្វើអញ្ចេះវានឹងខូចកបាំងអញ្ចឹងទឹកនឹងស្រកទៅដែរអានេះជាចំណុចដែលខ្ញុំមើលឃើញតាមជាក់ស្ដែងហើយមួយទៀតការបិទជាប់ម្រ័ក្សសម្រាប់មុខថ្មីបិទជាប់ម្រ័ក្សមិនសូវពិបាកប៉ុន្មានទេតែបើមុខចាស់ហេពិបាកបន្តិចអញ្ចឹងបើបិទជាប់ម្រ័ក្សជាទូទៅគឺការខ្ញុំបិទហ្នឹងគឺបិទតំនេះលើកទី1បិទតំហ្នឹងយើងឃើញថាវាអត់ទៅបានល្អថ្មីបិទវាហៀមកដល់ចំណុចចង់បញ្ចប់វាមែនតែវាអត់ទៅបានល្អពីព្រោះអីនៅពេលដែលវាហូរតាមដើមអញ្ចេះវានឹងសាច់ចូលមុខចូលចានតណៃទេអញ្ចឹងពេលដែលខ្ញុំធ្វើវាទៅខ្ញុំចេះតែបែកកណិតហុកឃើញអញ្ចឹងខ្ញុំបិទវាដល់ចំណុចនេះវាជាប់បិទដល់ហ្នឹងអញ្ចឹងសុខចិត្តឲ្យវាហូរមកអញ្ចេះវិញកាលណាហូរមកអញ្ចឹងទឹកសាច់ឬល្មមវាទៅដូចទំនប់អញ្ចឹងចំណុចនេះមិនដល់ចំណុចនេះទំនប់អញ្ចឹងទឹកហូរមកហ្នឹងវាហូរចុះក្រោមអញ្ចឹងវាផុតសបៀណាបងប្អូននេះជាចំណុចមួយដែលខ្ញុំចង់ចែករំលែកប៉ុណ្ណឹងចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគុណជំរាបលា